និទានគំនិតខ្ចីដង្ហើមគេដកក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីដ៏ធំមួយនៅប្រទេសជប៉ុនបានដំណើរការផលិតមុខទំនិញរបស់ខ្លួនក្រោមស្លាកយីហោរបស់ខ្លួនឯងមានក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីធំមួយទៀតរបស់អ៊ីតាលីដែលមានឈ្មោះបោះសម្លេងកន្លះសតវត្សមកហើយបានស្នើជួលឲ្យក្រុមហ៊ុនជប៉ុននេះផលិតទំនិញដោយបិទស្លាកយីហោរបស់គេថាជាទំនិញម៉ាករបស់អ៊ីតាលីក្រុមហ៊ុនជប៉ុនបានធ្វើការបដិសេធនោះមានទាំងមតិយល់ស្របនិងមតិមិនយល់ស្របពីសមាជិកគណៈកម្មការគ្រប់គ្រងរបស់ក្រុមហ៊ុនសមាជិកម្នាក់បានមានយោបល់ថាបើផលិតឲ្យគេយើងនឹងបានលុយដោយងាយស្រួលប្រធានក្រុមហ៊ុនក្រវីក្បាលបដិសេធសមាជិកម្នាក់ទៀតក៏ឲ្យយោបល់បន្ថែមទៀតថាក្រុមហ៊ុនរបស់អ៊ីតាលីមានឈ្មោះបោះសម្លេងជាង50ឆ្នាំមកហើយបើយើងផលិតឲ្យគេយើងនឹងមានឈ្មោះថាគេទុកចិត្តយើងប្រធានក្រុមហ៊ុនក៏បញ្ចេញមតិជាអមតៈថាបើយើងបដិសេធយើងនឹងមានឈ្មោះបោះសម្លេងជារបស់ខ្លួនឯងប៉ុន្តែបើយើងផលិតឲ្យគេទៅអនាគតទៅយើងនឹងគ្មានសល់អ្វីឡើយទោះជាគេមានគេឈ្មោះជាង50ឆ្នាំមកហើយក៏ដោយនោះវាគឺជារបស់គេដដែលនឹងចំណែកយើងវិញទោះជាយើងទៅនឹងចាប់ផ្ដើមដំបូងក៏ដោយ50ឆ្នាំទៅមុខទៀតយើងនឹងមានគេឈ្មោះដូចគេអ៊ីចឹងដែរការពិតមិនចាំបាច់ដល់50ឆ្នាំអ្វីទេត្រឹមតែ10ឆ្នាំប៉ុណ្ណោះក្រុមហ៊ុននេះនឹងក្លាយទៅជាក្រុមហ៊ុនដ៏ធំមានឈ្មោះបោះសម្លេងជាងក្រុមហ៊ុនអ៊ីតាលីនោះទៀតផងប្រសិនបើក្រុមហ៊ុននេះគិតមិនបានល្អចង់បានលុយលឿនពេកចង់បានលុយដោយវិធីងាយស្រួលពេកគេក៏មិនអាចសាងគេឈ្មោះជារបស់ខ្លួនបានដែរខ្លួនឯងដែលរាប់ជួលផលិតឲ្យគេវាបានត្រឹមតែជាកូនចៅរបស់គេឬជាឆ្កែបម្រើគេប្រគល់វាសនាទៅលើគេអាស្រ័យតែលើក្តីមេត្តាករុណារបស់គេទោះជាគេបោះសាច់ឬបោះឆ្អឹងឲ្យក៏ចេះតែស៊ីទៅក្រុមហ៊ុនមួយនេះបានឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួនឯងសាងយីហោជារបស់ខ្លួនឯងទើបគេមានជោគជ័យដូចសប្តាហ៍ថ្ងៃនេះការប្រើឈ្មោះរបស់គេការផលិតឲ្យគេដូចជារោងចក្រកាត់ដេរជាដើមគឺជាការខ្ចីដង្ហើមគេដកវាមិនមែនជាដង្ហើមពិតប្រាកដរបស់យើងទេវាគ្រាន់តែជួយឲ្យយើងរស់បានត្រឹមត្រដរខ្យល់ប៉ុណ្ណោះថ្វីត្បិតតែពេលខ្លះយើងត្រូវពឹងផ្អែកលើវាតែយើងមិនគួរសង្ឃឹមថាយើងត្រូវពឹងលើវាជារៀងរហូតនោះទេហេតុនេះយើងត្រូវផ្ដួចផ្ដើមឲ្យមានផលិតផលអ្វីដែលជាយីហោរបស់យើងសាងកេរ្តិ៍ឈ្មោះជារបស់យើងឲ្យបានកាន់តែច្រើនសិក្សាបង្កើនគុណភាពឲ្យកាន់តែខ្ពស់បន្តិចម្ដងរៀនដកដង្ហើមដោយខ្លួនឯងទោះជាពិបាកដំបងក៏ដោយដូនតាយើងសាងអង្គរវត្តទុកឲ្យយើងបានចំណែកយើងវិញគ្រាន់តែបន្លែក៏ទិញពីគេដែរតើមានមុខមាត់អ្វីសម្រាប់បង្ហាញដូនតា